ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះឆ្លៀតពេលទំនេរពីការងារបានរើសយកធុងទឹកចាស់ដែលបានប្រើប្រាស់រួចហើយធ្លាក់បែកខូចខាតផ្នែកខាងក្រោមហើយនៅសល់ផ្នែកខាងលើហ្នឹងយើងអាចយកមកច្នៃធ្វើជាស្នូកចំណីមឿនចំណីកូនមឿនក៏បានចំណីមេមឿនធំក៏បានដែរអញ្ចឹងរបៀបធ្វើស្នូកកូនមឿនពីធុងទឹកចាស់ហ្នឹងគឺងាយទេអញ្ចឹងយើងគ្រាន់តែមានធុងទឹកចាស់មួយគឺយើងកាត់យកផ្នែកខាងលើហ្នឹងមកហើយយើងអាចមានជាប្រទេសក្តារឬក៏ជាប្រទេសការូបធុងពេត្រូដែលមានលក្ខណៈស្មើបែបនេះដូចធុងពេត្រូដែលខ្ញុំដាក់នៅខាងមុខខ្ញុំហ្នឹងគឺបងប្អូនអាចយកវាមកហើយកាត់ជារន្ធតូចដែលអាចមឿនចូលចាក់បានហើយយើងដុតដែកកម្ដៅវាដើម្បីចោះជារន្ធដើម្បីចងនេះដុតដែកកម្ដៅដូចតែវីដេអូខ្ញុំបានបង្ហាញហ្នឹងគឺយកទៅចោះនៅរន្ធតូចសម្រាប់យើងចងខ្សែរូតដើម្បីភ្ជាប់គម្របធុងពេត្រូជាមួយនឹងធុងចាស់ដែលយើងបានកាត់រួចហើយហ្នឹងជាប់ទៅហើយយើងអាចដាក់ចំណីមន់ឲ្យកូនមន់ឬក៏មន់ធំចាក់បានហើយវាអាចជាអនាម័យមួយដែរសម្រាប់ពេលដែលយើងប្រើប្រាស់ទៅមន់វាអាចចូលទៅក្នុងធុងនឹងបានទេហើយអញ្ចឹងនៅពេលដែលមន់វាមកស៊ីចំណីវាអាចធ្វើឲ្យប្រឡាក់ដីឬក៏មានអាចរំខានដល់ការចាក់ចំណីរបស់មន់នឹងធ្វើឲ្យមន់ងាយនឹងឆ្លងជំងឺអញ្ចឹងវិធីសាស្ត្រហ្នឹងគឺជួយកាត់បន្ថយក្នុងការចំណាយទិញរបស់ពីគេស្រាប់ដែរអញ្ចឹងបើសិនជាយើងមានឧបករណ៍ទាំងអស់នេះនៅជិតផ្ទះឬក៏នៅសេសសល់ដែលក្រៅពីការប្រើប្រាស់ផ្សេងមិនកើតគឺយើងអាចយកច្នៃវាមកប្រើប្រាស់ឡើងវិញដូចជាវីដេអូដែលខ្ញុំបានបង្ហាញនេះហើយវាមិនពិបាករកទេឧបករណ៍ទាំងអស់ហ្នឹងឧទាហរណ៍បើយើងបងប្អូនយើងមានធុងឬក៏មានកេះស្នោអីក៏បានដែរបងប្អូនអាចយកមកភ្ជាប់ធ្វើដូចដែលខ្ញុំបានដាក់នៅក្នុងវីដេអូហ្នឹងហើយប្រើប្រាស់បានយូរតែម្ដងហើយចំពោះបងប្អូនដែលបានទស្សនាវីដេអូហើយនឹងការចែករំលែករបស់ខ្ញុំហើយក៏សូមជួយចុចfollow page របស់ខ្ញុំអ្នកមួយផងព្រោះអីនេះគឺជាវីដេអូដំបូងដែលខ្ញុំបានធ្វើលក្ខណៈចែករំលែកដល់ពុកម៉ែបងប្អូនដែលមានបំណងចង់ចិញ្ចឹមសត្វលក្ខណៈគ្រួសារគឺបងប្អូនកុំបាច់ចំណាយលុយច្រើនទៅទិញរបស់ស្រាប់គឺយើងអាចគ្រាន់តែច្នៃឧបករណ៍ដែលយើងមានស្រាប់វាងាយស្រួលក្នុងការប្រើប្រាស់បានល្អប្រសើរដែរអញ្ចឹងសូមគោរពអរគុណបងប្អូនដែលតាមដានវីដេអូនិងចុច like ឬក៏ comment នៅការខ្វះខាតចំណុចណាមួយសូមបងប្អូនអធិស្ឋានអភ័យទោសដល់គ្រប់ខ្ញុំបាទផងព្រោះវីដេអូហ្នឹងគឺជាវីដេអូដើម្បីចែករំលែកបទពិសោធន៍តិចតួចចំពោះការច្នៃប្រឌិតលក្ខណៈគ្រួសារសូមអរគុណបងប្អូនក្នុងការទស្សនាវីដេអូនិងចុច like share នៅក្នុងវីដេអូរបស់ខ្ញុំបាទសូមអរហើយចំពោះការធ្វើវីដេអូហ្នឹងក៏មានសំឡេងរំខានខ្លះដែរដោយសារអ្នកភូមិគាត់បើកធុងបាសដើម្បីមានកម្មវិធីមានច្រៀងក្រៅខេអញ្ចឹងធ្វើឲ្យមានឮសំឡេងរំខានតិចតួចដែរក៏សូមអភ័យទោសដល់អ្នកទស្សនាទាំងអស់ប៉ុន្តែមិនធ្វើទេការធ្វើវីដេអូហ្នឹងក៏ជាការចែករំលែកលក្ខណៈតូចតាចលក្ខណៈគ្រួសារដែរទេណាពុកម៉ែបងប្អូនសូមអរគុណ